សួស្តីទាំងអស់គ្នាអញ្ចឹងយើងចូលទៅចំណុចមួយទៀតគឺរបៀប design ឆាតអញ្ចឹងនៅពេលដែលទាំងអស់គ្នាចេះប្រើប្រាស់ឆាតចេះបង្កើតឆាតហើយយើងទៅ design វាបាទអញ្ចឹងចុចទៅលើឆាតដែលបានបង្កើតហើយយើងចុចលើ menu design បាទបន្តមកទៀតអ្វីដែលយើងត្រូវកំណត់គឺយើងទៅមើលកន្លែងឆាត style អញ្ចឹងកន្លែងឆាត style នេះគឺវាមាន mode style ជាច្រើនសម្រាប់ឲ្យទាំងអស់គ្នាជ្រើសរើសអញ្ចឹងបើយើងយក mode កាឡាបែបនេះឬក៏ mode ដែលមានសសរច្រើនបែបនេះឬក៏មានបាទ mode ដែលពណ៌ស្លេកបែបនេះឬក៏ mode ដែលពណ៌ដិតឬក៏ mode ដែលឃើញមានស្រមោលឬក៏ mode ថ្លាអីហ្នឹងបាទទាំងអស់គ្នាជ្រើសរើសនៅក្នុង chart style ឬក៏ទាំងអស់គ្នាចុចទៅលើសញ្ញាព្រួយដើម្បីជ្រើសរើស style ផ្សេងទៀតបាទអញ្ចឹងកន្លែង chart style របស់យើងគឺមានប៉ុណ្ណឹងហើយបន្តមកទៀតទាំងអស់គ្នាចូលទៅមើលកន្លែង change color អញ្ចឹងកន្លែង change color គឺកន្លែងបដូរពណ៌នៃ chart ឬក៏បដូរពណ៌នៃសសរ chart របស់យើងហ្នឹងហើយមួយទៀតគឺ quick layout នេះគឺជាការបដូរនៃទម្រង់អក្សរដែលមាននៅក្នុងឆាតរបស់យើងបាទអញ្ចឹងយើងចង់ឲ្យទម្រង់អក្សរនៅក្នុងឆាតរបស់យើងនៅលើឬក៏មាននៅឆ្វេងមាននៅស្ដាំមាននៅលើក្រោមបាទអញ្ចឹងវាមានទម្រង់ layout 1 layout 2រហូតដល់ layout 9បាទហើយមួយទៀតគឺ add element វាមានសម្រាប់ឲ្យយើងកំណត់មានtitle បាទមានចំណងជើងមាន legend បាទlegend នេះគឺយើងមានឆ្វេងស្ដាំហើយនឹងលើក្រោមបាទហើយ clear line ណាទាំងអស់គ្នាអាចកំណត់ clear line បាទ clear line ហ្នឹងគឺយើងឃើញឆ្នោតបន្ទាត់បែបហ្នឹង style ឆ្នោតបន្ទាត់បាទហើយមាន data label បាទអញ្ចឹងបើទាំងអស់គ្នាចង់កំណត់chart element គឺអាចកំណត់នៅកន្លែងហ្នឹងបានមួយទៀតខ្ញុំ select លើ data បាទដែលពាក្យដាក់ select លើពាក្យ select data បាទទាំងអស់គ្នានឹងបានផ្ទាំង Excel មួយអញ្ចឹងទាំងអស់គ្នាអាច select លើទីតាំងណាមួយដើម្បីឲ្យវាធ្វើការបង្ហាញជាក្រាបនៅលើ Excel របស់យើងហើយបន្តមកទៀតយើងចុច OK អញ្ចឹងយើងនឹងឃើញក្រាបរបស់យើងគឺមានតែមួយបាទដោយសារតែយើងចុចទៅលើ 2.4 បាទទាំងអស់គ្នាចង់ឲ្យវាបង្ហាញទិន្នន័យជាសសរទាំងអស់វិញគឺយើង select លើវាទាំងអស់ចុច OK បាទហើយយើងខ្វាយវាមកមួយទៀតគឺ change chart type បាទអញ្ចឹងយើងអាចបដូរ chart របស់យើងហ្នឹងទៅជារាងផ្សេងបាទកន្លែងហ្នឹងគឺយើងដូរទៅជារាង line ជារាងបន្ទាត់ឬក៏ទាំងអស់គ្នាចុច edit data នេះដើម្បីធ្វើការផ្លាស់ប្ដូរទិន្នន័យនៅក្នុង Excel ហ្នឹងអញ្ចឹងយើងអាចវាយលេខផ្សេងបានអញ្ចឹងវានឹងប្រែប្រួលបាទ chart របស់យើងនឹងប្រែប្រួល